សូមជម្រាបសួរបងប្អូនទាំងគ្នាតើបងប្អូនធ្លាប់គិតទេថាហេតុអ្វីបានជាលោក Donald Trump ចង់បាន Greenland ដែល Greenland គ្រាន់តែជាកោះមួយដែលពោរពេញដោយទឹកកកតើវាជារឿងលេងសើចឬក៏មានយុទ្ធសាស្ត្រធំមួយនៅពេលខាងក្រោយសូមបងប្អូនទស្សនាវីដេអូនេះដល់ចប់ដើម្បីដឹងចម្លើយពិតហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូព័ត៌មានវិភាគធំៗជាបន្តបន្ទាប់ Greenland គឺជាកោះធំបំផុតនៅលើពិភពលោកដែលគ្របដណ្ដប់ដោយទឹកកកកោះនេះមានប្រជាជនតិចតែមានទីតាំងភូមិសាស្ត្រសំខាន់ខ្លាំង Greenland គ្រប់គ្រងដោយខ្លួនឯងជាច្រើនផ្នែកប៉ុន្តែការការពារជាតិនិងការទូតនៅតែស្ថិតនៅក្រោមប្រទេសដាណឺម៉ាកទីតាំងរបស់ Greenland គឺស្ថិតនៅចន្លោះសហរដ្ឋអាមេរិកខាងជើងនិងអឺរ៉ុបដែលធ្វើឲ្យវាមានតម្លៃយុទ្ធសាស្ត្រខ្លាំងបំផុតនៅសតវត្សនេះតើលោក Donald Trump បាននិយាយអ្វីខ្លះនៅឆ្នាំ2019លោក Donald Trump បាននិយាយអំពីការទិញ Greenland ពីដាណឺម៉ាកហើយមនុស្សជាច្រើនគិតថាជាការលេងសើចប៉ុន្តែក្រោយមកគាត់បាននិយាយឡើងវិញយ៉ាងច្បាស់លាស់លោក Donald Trump បានអះអាងថា Greenland មានសារៈសំខាន់ចំពោះសន្តិសុខជាតិសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកគួរតែមានឥទ្ធិពលខ្លាំងជាងមុននៅទីនោះមានមូលហេតុ3យ៉ាងដែលលោក Donald Trump ចង់បាន Greenland មូលហេតុទី1សន្តិសុខនិងយោធា Greenland ស្ថិតនៅលើផ្លូវហោះហើរមីស៊ីលនិងតំបន់ប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក រុស្ស៊ីនិងចិនសហរដ្ឋអាមេរិកមានមូលដ្ឋានយោធាសំខាន់មួយនៅ Greenland ដែលអាចតាមដានមីស៊ីលនិងការពារតំបន់អឺរ៉ុបលោក Donald Trump ជឿជាក់ថាការគ្រប់គ្រង Greenland នឹងធ្វើឲ្យសហរដ្ឋអាមេរិកមានអត្ថប្រយោជន៍យោធាខ្លាំងជាងមុនមូលហេតុទី2ធនធានធម្មជាតិដោយសារការកើនឡើងនៃសន្តិភាពទឹកកកនៅ Greenland នឹងរលាយហើយបង្ហាញរ៉ែដែលមានតម្លៃជាច្រើនរ៉ែទាំងនោះសំខាន់សម្រាប់បច្ចេកវិទ្យាថាមពលបៃតងនិងឧស្សាហកម្មយោធាលោក Donald Trump ឃើញថា Greenland អាចក្លាយជាគន្លងសេដ្ឋកិច្ចសំខាន់សម្រាប់សហរដ្ឋអាមេរិកមូលហេតុទី3អំណាចភូមិសាស្ត្រអ្នកវិភាគជាច្រើនបាននិយាយថាលោក Donald Trump ចង់បង្ហាញអំណាចសហរដ្ឋអាមេរិកឡើងវិញនៅតំបន់អឺរ៉ុបដែលកំពុងក្លាយជាវេទិកាប្រកួតប្រជែងថ្មីការគ្រប់គ្រង Greenland នឹងធ្វើឲ្យសហរដ្ឋអាមេរិកមានឥទ្ធិពលធំលើអឺរ៉ុបនិងអាស៊ីខាងជើងហេតុអ្វីបានជាមានការប្រឆាំងដាណឺម៉ាកនិងប្រជាជន Greenland និយាយច្បាស់ថា Greenland មិនមែនសម្រាប់លក់ទេប្រទេសអឺរ៉ុបជាច្រើនក៏ព្រួយបារម្ភថាការទាមទារនេះអាចបង្កភាពតានតឹងដល់ NATO និងប៉ះពាល់ដល់សន្តិភាពពិភពលោកតើអនាគត Greenland នឹងក្លាយទៅជាយ៉ាងណា Greenland នឹងអាចមានអនាគត3យ៉ាងអនាគតទី1គឺសហរដ្ឋអាមេរិកនឹងបង្កើនកិច្ចសហការយោធាជាមួយនឹង Greenland អនាគតទី2គឺ Greenland នឹងអាចឈានទៅរកឯករាជ្យភាពពេញលេញពីដាណឺម៉ាកនិងអនាគតទី3គឺអាចក្លាយជាកន្លែងប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិករុស្ស៊ីនិងចិនតើបងប្អូនគិតយ៉ាងណាដែរតើសហរដ្ឋអាមេរិកគួរតែមានឥទ្ធិពលលើ Greenland ឬក៏ Greenland គួរតែសម្រេចអនាគតខ្លួនឯងសូមខមមិនមតិយោបល់របស់បងប្អូនទាំងអស់គ្នានៅក្រោមវីដេអូបើបងប្អូនចូលចិត្តវីដេអូបែបនេះសូម Like Share និង Subscribe ជេនល